ុំបានខ្លាយទៅជាមេដឹកនាំហើយរੂតែវិធីទាញយកតែផលប្រយោជន៍ដើម្បីខ្លួនឯងពីជាតិនេះជាអ្វីគ្រប់យ៉ាងទាំងអស់ជាមេត្តាជាម្ដាយដែលចិញ្ចឹមយើងដែលឲ្យយើងអ្វីគ្រប់យ៉ាងដោយសារជាតិហ្នឹងអញ្ចឹងទៅថ្ងៃអនាគតខ្លាយជាមេដឹកនាំកូនត្រូវតែស្រឡាញ់ជាតិហើយជាតិនេះសំខាន់ណាស់បើយន់សេញជាតិស្លាប់ថ្ងៃនេះកម្ពុជានៅតែមានតែបើកម្ពុជាស្លាប់ថ្ងៃនេះយើង7 10 លាននាក់ងាប់ទាំងអស់ពេលដែលស្រឡាញ់ជាតិកសាងជាតិកុំព្យាយាមយោគុណបំណាច់អំពីជាតិមិនជំពាក់គុណយើងទេគឺយើងដែលជាអ្នកជំពាក់គុណជាតិអញ្ចឹងយើងត្រូវតែកសាងត្រូវតែការពារទឹកដីឲ្យបានការពារមិនបានពួកយើងគ្មានកន្លែងជ្រក់ទេគ្មានទេកុំព្យាយាមធ្វើអាប៉ូឡូទៅឋានភពព្រះអង្គនោះអត់ទេមិនបាច់ទេគ្មានទឹកផឹកទេនោះអត់ទេហើយគ្មានអ្នកណានឹងចែករំលែកទឹកដីឲ្យយើងទេអត់ទេស្រឡាញ់ហើយពេលដែលឡើងខ្លាយទៅជាមេដឹកនាំណាកម្រិតណាក៏ដោយស្រឡាញ់ទាំងអស់នៃប្រជាជាតិសិល្បៈសាសនាអក្សរសាស្ត្រយោធាវប្បធម៌ប្រពៃណីអ្វីទាំងអស់ដែលជាកោសិកានៃជាតិដែលធ្វើឲ្យជាតិរុងរឿងបាននេះកូនត្រូវតែស្រឡាញ់កុំឲ្យធ្វើទៅហ៊ានទៅជាមិនចូលចិត្តពេទ្យបានកាន់ពេទ្យទៅជាមិនចូលចិត្តវត្តបានបួសគិតទៅពីទេសនាបតោះប្រអាប់គេអត់ទេជាតិនេះវាត្រូវការគ្រប់ជ្រុងទាំងអស់ស្មានព្រះអង្គទៅច្រៀងកើតព្រះអង្គចេះច្រៀងដោយកញ្ញាស្អីវ៉ាមិញនោះសូមថ្វាយគុំចំពោះគុណនៃព្រះត្រៃរតន៍ដោយសេចក្តីគោរពសូមក្រាបថ្វាយគុំលោកម្ចាស់គ្រប់ព្រះអង្គចម្រើនពរលោកតាបណ្ឌិតចម្រើនពរអាយដាមវិញសេរីវុឌ្ឍអាយដាមកុលវឌ្ឍនាហើយចម្រើនពរអស់លោកទាំងអស់ក្មួយអាត្មាសង្កេតឃើញកម្មវិធីយើងថ្ងៃនេះដូចអត់មានអ្នកមួយដេកតាមធម្មតាដេកច្រើនណាកម្មវិធីជោគជ័យនេះសវោអ្នកដេកណានៅខាងក្រោយបាទហើយកម្មវិធីយើងនេះដូចជាល្អក្មួយអាត្មាគ្មានទ្រឹស្ដីអីល្អច្រើនទេហើយដែលអាចមកចូលទៅនេះបានចូលរួមពិសោធន៍តិចតួចដោយសារតែក្នុងទីនេះមានព្រឹទ្ធបរិះព្រឹទ្ធាចារ្យលោកតាបណ្ឌិតកុលភ័យនឹងបញ្ជនឡើង90ជាងហើយនោះហើយជារដ្ឋមន្ត្រីអតីតរដ្ឋមន្ត្រីប្រឡូកក្នុងជីវិតដ៏ឆ្អែតដ៏វែងអន្លាយអញ្ចឹងពិសោធន៍របស់លោកច្រើនតែចូលរួមតិចតួចឃើញក្មួយសំដែងគុណរបស់កតោមិញអស្ចារ្យមែនទែនចាប់អារម្មណ៍ដោយសារចែកលោកតាអាត្មាហ្នឹងមុនបួសហ្នឹងធ្លាប់ជាអ្នកបដាល់ធ្លាប់វាយប្រហែលជា20ប្រកួតអីណាពេលភាគច្រើនចាញ់គេដែលអាចមកលោតមកហក់មកអីនេះបានដល់តែហាត់សាក់ពួកយើងអត់ដែរហាត់មកលោតមកបំដេកពេទ្យដល់ឡូវហ្នឹងរបស់ដែលបានមកមិនមែនស្រួលទេកុំថាឡើយដល់ខ្លាយជាអ្នកដឹកនាំពិភពលោកអីគាត់តែមកលោតប៉ុណ្ណឹងតែមិនចេះលោតក្រិចជើងក្រិចចង្កេះហើយអាចគ្រោះថ្នាក់ទៀតអញ្ចឹងរបស់អស់ទាំងអស់ហ្នឹងវាសិតតែកើតចេញអំពីការប្រឹងប្រែងទាំងអស់អត់អាចអង្គុយហើយក៏ខ្លាយទៅជាមេដឹកនាំទេគ្មានទេអាហ្នឹងមេដឹកនាំគេហៅមេដឹកនាំជប់អញ្ចឹងអាហ្នឹងលខោនទេអាហ្នឹងតែក្នុងជីវិតពិតគឺអត់អាចទេត្រូវតែប្រឹងប្រែងហើយឥឡូវមេដឹកនាំវ័យក្មេង2021ក្មួយអាត្មាកើតមកតាំងពីកើតមករហូតដល់ឥឡូវនេះមិនតាន់ចេះបើកឡានផងឥឡូវឡានហ្នឹងវាបើកដោយគ្មានមនុស្សទៅទៀតមិនតាន់ចេះបើកឡានផងឥឡូវឡានគេមិនបាច់បើកមនុស្សមិនបាច់បើកទៅទេអញ្ចឹងពិភពលោកសំណួរសួរថាតើពីឥឡូវនេះទៅមុខទៀតហ្នឹងយើងនឹងคลายទៅជាមេដឹកនាំដោយរបៀបណាក្នុងន័យយ៉ាងម៉េចហើយដឹកនាំហ្នឹងដឹករឿងអី
ដើម្បីនឹងចាប់ផ្ដើមចំណុចនឹងបានទី1គឺផ្ដើមអំពីចិត្តរបស់យើងចិត្តនេះជាប្រធានធំព្រះពុទ្ធសម្ដែងថាចិត្តនេះធំចិត្តធំបើចិត្តរបស់ពួកយើងនេះមានតលយៈភាពហើយណាអ្វីគ្រប់យ៉ាងវានឹងកើតត្បិតតែវាមិន 100% ក៏វានឹងកើតតាមអ្វីដែលយើងអាចធ្វើបានដែរអញ្ចឹងផ្ដើមចេញពីចិត្តហើយបើសិនជាឬក៏និយាយមួយបែបទៀតថាឆន្ទៈ what you want to be ចង់ធ្វើអីអ្នកខ្លះសួរថាអ្នកឯងចង់ធ្វើអីខ្ញុំមិនដឹងទេអូចប់បាត់ហ្នឹងតើហ៊ានឆ្លើយប៉ុណ្ណឹងមានន័យថាចប់ព្រោះអត់ដឹងធ្វើអីអញ្ចឹងឥឡូវដឹងឥឡូវយើងធ្វើអីយើងមានអីត្រូវធ្វើជាមេដឹកនាំនេះដំបងចិត្តក្មួយចង់ធ្វើអី5ឆ្នាំទៀតនៅឯណាខ្លាយជា CEO ឬក៏នៅឯណាសម្រាប់នៅព្រៃសរអត់ដឹងទេដឹងវាហេតុផលជីវិតអត់ទៀងថតរូបមកប៉ោះទុកមើលនៅកាលចូលរួមកម្មវិធីយុវជនមេដឹកនាំឆ្នាំ24បានរូបថតមួយដេកមើលនៅក្នុងគុកអីចឹងទៅអាត្មានិយាយចឹងគាត់ជាមានអ្នកខ្លះកាត់សម្ដីអាត្មាថាព្រះអង្គនេះនិយាយអាក្រក់មែនទេជីវិតមិត្តភក្តិអាត្មាថ្ងៃមុនមើលរូបថតស្លាប់ផងចាប់គុកផងចង់អស់ហើយអ្នកខ្លះក៏សឹកដែរជីវិតចឹងអត់មានអាក្រក់ទេវាទៅណាវិវត្តចឹង you cannot figure out the future អ្នកឯងមិនអាចដឹង 100% ថាអនាគតនឹងវាយ៉ាងម៉េចទេប៉ុន្តែអ្នកឯងដឹងថាអ្នកជានរណាឲ្យពិតប្រាកដបានយើងបានតែប៉ុណ្្នឹងអញ្ចឹងធ្វើយ៉ាងម៉េចក្នុងភាពជាមេដឹកនាំអនាគតទៅឥឡូវក្មួយសម័យលោកតាចប់ហើយសម័យលោកតារត់ទៅវិទ្យុស្ដាប់មួយចង់មកភូមិមានតែវិទ្យុមួយទេសម័យមុននោះសម័យលោកតានៅអាយុ10ឆ្នាំ20ឆ្នាំហ្នឹងតែឥឡូវក្មួយស្ថិតនៅក្នុងពិភពអីពិភព AI នេះឯកសារនេះអាត្មាបងឲ្យ AI សាកល្បងមើលណាប្រហែលខែចុងក្រោយនេះអាត្មាជួយចិត្តប្រើហ្នឹងចង់ដឹងបងឲ្យ AI $20ឲ្យទៅសេសុន្ទរកថាមួយមកថ្លែងនេះអានេះទៅសេល្អជាងយើងទៀតម៉ាស៊ីនណាទៅសេឲ្យមនុស្សយកមកប្រាប់មនុស្សណានេះពិភពនេះឥឡូវនេះហើយឥឡូវនេះបកូនណាម្ចាស់ព្រះអង្គអត់យល់ធម៌ទេប្រើ AI ឲ្យទេសនាឲ្យព្រះអង្គស្ដាប់ក៏បានដែរឥឡូវពិភពយើងនៅពេលនេះពិភពនេះឡានអត់មានមនុស្សបើកយន្តហោះអត់មានមនុស្សបើកសំបីតែទាហានណាគាត់នឹងអាចអនាគតទៅលេងជាមនុស្សហើយប៉ុន្តែគ្រាន់តែគេនៅតែនិយាយពីរឿងសិលធម៌ស្អីទៀតទេអញ្ចឹងឥឡូវនេះអាត្មាគ្រាន់តែការរំលឹកក្មួយទេថាបើចង់ខ្លាយទៅជាមេដឹកនាំក្មួយត្រូវមើលទី1ចិត្តរបស់ក្មួយហ្នឹងចង់ធ្វើអីចង់ជ្រើសយូរមួយទៅជំនាញណាហើយដោះខាត់វាទៅប៉ុណ្ណឹងទី2ចុះបើថាចង់ហើយចង់ខ្លាយទៅជាមេដឹកនាំក្នុងវិស័យណាក្នុងអីណាហើយធ្វើយ៉ាងម៉េចនេះបញ្ហាហ្នឹងវានៅតំណងអាត្មាឯកឧត្តមមានប្រសាសន៍អស់ហើយទៅអ្នកខ្លះគាត់ចង់នោះចង់នេះចង់នោះចង់ចេះចង់ចុះណាប៉ុន្តែអត់មានធ្វើអីទេដេកគឺទៅវាដេកហើយដើរទៅលេងរៀនក៏មិនដឹងឯណាមិនដឹងជាសភៅមិនដឹងជាបិចនឹងនៅឯណាមិនដឹងជាស្អីទេឲ្យតែចិត្តដល់ប្រឡងហ្នឹងគឺកវេមកវាមដើររੂទៅពីយ៉ងនឹងយកមកច្រឡងបានបញ្ញាបត្រមួយដាន់កុហកខ្លួនឯងដែលនៅក្នុងខ្លួនប្រាប់ថាតាមពិតអញគ្មានសមត្ថភាពបានមកសន្លឹកនេះទេក៏អញក៏ហក់ទេយើងអត់ស្មោះត្រង់ខ្លួនឯងបុគ្គលដែលមិនស្មោះត្រង់នឹងខ្លួនឯងណាជាចំណុចចាប់ផ្ដើមនៃភាពបរាជ័យអត់មានជោគជ័យទេស្អីក៏មិនចេះទេចឹងក្មួយត្រូវតែស្មោះត្រង់ខ្លួនឯងថាតែអ្វីដែលខ្លួនកំពុងតែធ្វើហ្នឹងវាដល់ដំណាក់កាលណាគ្មានអ្នកណាស្គាល់យើងច្បាស់ជាងយើងទេក្មួយប្រគល់ណាម្ចាស់អត់មានទេណាព្រះអង្គអត់មានអ្នកស្គាល់យើងច្បាស់ជាងព្រះអង្គទេមានតែព្រះអង្គខ្លួនឯងទេដែលស្គាល់ខ្លួនឯងច្បាស់ថាខ្លួនឯងនៅណាមានអ្វីនៅក្នុងខ្លួនអត់អ្វីនៅក្នុងខ្លួនមានតែព្រះអង្គទេគ្មានគ្រូអាចារ្យណាមកបដៅអ្នកខ្លះរហូតមិនជឿខ្លួនឯងទៅរស់ហៅទេឲ្យមកប្រាប់អំពីខ្លួនឯងប្រាប់ថាខ្ញុំយ៉ាងម៉េចមិនបានទៅចឹងហើយហៅនោះអត់ដែរនឹងស្គាល់ផងគាត់តែគាត់ក្មួយកាត់ឆ្នាំអីខ្ញុំកាត់ញ៉ាំចឆ្កែហើយទាយទៅខែអីខែចាច់អូធាតភ្លើងខែនេះមើលទៅបាក់ហើយណារាសីដាក់ហើយជឿគេអត់ទាំងស្គាល់ខ្លួនឯង
cái đấy chỉ chúng nó chạm vào đó mà bập sai tao hao nó vắt nôm chê mà ngọt vậy chẳng thì chúng ta cao thì môi vì vắt luôn vì vắt luôn mà chun phiếp cho mày đặt nằm tạm bay vào Phật sát na thì môi khả mà lục ai ọt sẽ cái đây ọt thôn lục ai ọt một tiền ọt mộtนี้มันไม่เช่นสัญญาในการจอกจันได้เอาลูกกลายเรื่องคลาวิมเมนเยอะเนี่ยสำรัจนะวิมเมนให้เจริญจังบ้านเพียบจะเนี่ยดักน้ำลอยอัดหมดเรื่องชนะนะให้บริษัทประวัติเนี่ยเอาลูกทมไอ้ต่างปิดเนี่ยปลายไอ้ทมสัตว์แต่ฉลองกัดชะชีวิตดอหลุมบ้าจังเยิงกับตอนฉลองนั้นลูกทัดบริษัทจะจ้องใครจะไม่ดักน้ำลอยอัดหมดโดยจานโดยดำเนี่ยภาษาเหมือนจังกมูซาอันจัดไปนะchúng ta cái tha ao mình tịnh tuổi chúng ta riêng cho nó chẳng ọt một đó miền riêng mùi tham á đạp prey nhưng môn đạp prey tới về phẩu về đạch biển á nó chụp nông có vái về mình về là hốt đấy vì lực bị tầm đâu việc bắt phẩu bắt đàn nó ọp đấy nó ngày trong cáo ngày pi ngày nó mình nư đằng thả ọp biển hay trâu chanh vì prey hay phật pi ngày bao chanh phật đấy anh ngó rồi có ai ruột nã chẳng mình nư chặt đào xì diếm ruột riêng khluồn miền này thả ruột riêng khluồn miền này thầm ấy là bao na để ai chạy bán chọc chạy cho rồi tam po miền máu thả dừng ọp biển này thấy việc khơi ọp biển mình chẳng bên nó hay phiếp cho mấy đặc nam là bao crom á thà thà ta thà cuốn dây dạng mày hay mà nước bạc này bạn này dây lên tập ram với mắt luôn này bảo luôn nó không prey về thà riêng phiếp cho mấy đặc nam là không crom với thà mà nước chết mà phơi nữa mơ một này lên trong chầm ấy dây lên bạn xuống bay tập cắt phơi có luôn này nó không này phơi mà thà nấu pe để miên vị bắt cắt lớn cứ phiếp cho mấy đặc nam này đặt khát trâu té nguồn chật phiếp ọt một mà pra thô muối play muối cứ ọt một mình gì pra phiếp mình mót mình có cứ chia chầm lại đầm bay bằng crab rương tầng ọt nó không còng bàn phal cua sầm đấy mà giúp phiếp ọt một ní sầm khăn nè hai phiếp ọt một ní khmui nằng square rochit nó pe để khmui trâu kê nó bây giờ không muốn chụp nó riêng tặng nó thả tá cả ọt một ní viên lùm bạ và bàn tipi trâu miên sực đấy nhẹ rồi lực chỉ rười ọt một hơi tipi rồi lực nhẹ rồi lực rườiประมาณ mơ trong ca đặc nằm năng ở bàn usa mơ cục trông trôi tặng tí bay usa khắc này miền này thật mấy đặc nằm đấy mơ tặng khắc này mình chân lên mình chỉ là tí buồn chạy rầm lệ phơi cho mấy bà tha là bỏ năng vợ tụi tiền bàn tập buồn đấy hay dương miền này kia đậm đấy mấy năng tàu hốp trời kia bàn tụi tua nó ca cổ rụp bàn xóm chỉ phiếp cho mấy đợt nằm chạy rầm lệ ở ai dương muốn cái bàn thì nó phiếp cho mấy đợt nằm tập bết bạc cọt chạy rầm lệ nhắc lá ăn theo mấy ở chạy đồng lên tí pram tôi chơi hàm đặt ở sổ thôi chỉ mấy mình ai mình lọ chồng pua nè nó cao mà bàn đây còn tay cả đặt ở số mấy ta trâu tại miền Pà Nhà bờ sân chỉ mấy ta chồng pua mình nữ hái ở miền Pà Nhà cột thải đôi chỉ cả này rương muối lục bẩn vô đôi dương miền mấy ta nè lá đặt lục bẩn vô thành chứ mấy ta Pà Nhà nó bên này thằng mấy đôi chỉ miền bờ mà nè còn miền chất lọ còn đào từ đấy còn khơi pua vịnh rồi ở trong này gì mà tết bia tết đói với scuom khơi nó nọ sạch nữa lực sạch vô máu ôi phật tử đó cô ôi gì hết đi kê cho muối sai lớn bờ nó rừng vào cái hào thầm meta ớt Pà Nhà giờ may pa chợ bòn đi khơi mùi chấm nuốn miệt đa bể đá miên meta chấm pua côn tại miệt đa bể đá khá ớt miên Pà Nhà nòng cái chỉnh châm côn này ôi cướp giang tờ côn
ក្មេងឲ្យទូរស័ព្ទឲ្យលុយឲ្យអ្វីទាំងអស់ដែលជាការដុតកម្លោចនៅភាពអស្ចារ្យរបស់កុមារដោយគាត់គិតថាបើឲ្យគ្រប់យ៉ាងវាឆ្លោះបញ្ចាំងអំពីឋានៈរបស់គ្រួសារនៅក្នុងសង្គមតែការឲ្យយ៉ាងដូចនេះឈ្មោះថាការបំផ្លាញនៅអ្វីគ្រប់យ៉ាងរបស់កុមារនោះនេះឯងគេហៅថាមេត្តាដែលគ្មានបញ្ញាកូនអាយុ3 4 10ហើយអង្វរឲ្យហូបបាយហីម៉ែអាត្មាអត់ទេហៅតែមួយម៉ាត់អត់មកអត់បានទេណាធ្លីចុងដូងឡើយអ្នកស្រុកស្រែមិនមែនតែម្ដាយអាត្មាទេម្ដាយទាំងអស់សម័យនោះម៉ែឯងម៉ែអាតែប៉ុណ្ណេះនោះចាប់ប្រាំងវាស្រែនោះមានអ្នកខ្លះគាត់តម្រឹះកូនពេកអានេះគេហៅថាបញ្ញាមេត្តាអត់មានបញ្ញាទី6ចេះរំពេញមើលខុសត្រូវអ៊ីខាណារំពេញមើលខុសត្រូវក្នុងក្រុមនោះភាពជាមេដឹកនាំនោះនេះគឺការដឹកនាំតាមបែបពុទ្ធសាសនាអញ្ចឹងអាត្មាចូលរួមទី1ចិត្តរបស់ក្មួយណាមានតែការសម្រេចចិត្តថាចង់ធ្វើអីទេទើបអាចឆ្នៃពីរឿងចង់នឹងទៅស្អីទៀតបានបើអត់មានឆន្ទៈទេគឺអត់ហើយអាត្មាអត់ជឿទេអ្នកខ្លះគេថាជនជាតិជីវិសបកែលើគេលើភពលោកអ្នកខ្លះថាជនជាតិចិនអ្នកខ្លះគេថាជនជាតិនេះអាត្មាមិនជឿទេហ្មងមិនជឿថាមនុស្សបកែជាមនុស្សទេបើជឿថារបៀបអប់រំមនុស្សប្រើវិធីសាស្ត្រណាល្អជាងវិធីសាស្ត្រណាអាត្មាជឿតែបើមនុស្សភ្នែក2តិច2អញ្ចេះគាត់តែខុសគ្នាមួយភ្នែកទូចមួយភ្នែកធំប៉ុណ្ណឹងហើយមួយសក់ក្រហមមួយសក់ខ្មៅប៉ុណ្ណឹងថាបកែជាគ្នាមិនជឿទេអញ្ចឹងមកខ្មែរយើងខ្លះភ័យខ្លាចតែគេថាឯងឆ្លាតនាំនេះដើរកាត់គេនេះកាត់នោះឲ្យទាំងអស់ដល់ខែរដូវអញ្ចឹងនាំនេះដើរកាត់អូនដល់កាត់នេះដល់កាត់នោះណាអត់ទេអាត្មាមិនជឿទេវាកើតចេញតែអំពីការអប់រំទេហើយអប់រំហ្នឹងមានតែផ្ដើមចេញដំបូងអំពីចិត្តហ្នឹងឯងទី2គឺនិយាយអំពីបច្ចេកទេសក្នុងការដឹកនាំមាន2ទី1ទ្រឹស្ដីបច្ចេកទេសក្នុងការដឹកនាំទី2ទៀតគឺតាកតងនឹងផ្លូវចិត្តពីរហ្នឹងត្រូវតែដើរទន្ទឹមគ្នាបើយើងមានឆន្ទៈហើយយើងគ្មានបច្ចេកទេសក៏ទៅមិនរួចដែរតែបើមានបច្ចេកទេសហើយអត់ឆន្ទៈក៏ទៅមិនរួចដែរអញ្ចឹងក្មួយត្រូវការពីរក្នុងការត្រៀមខ្លួនសម្រាប់ដឹកនាំទៅថ្ងៃអនាគតចុងក្រោយអាត្មាជូនពរហើយក៏ចូលរួមពេលទៅថ្ងៃអនាគតចំនួនអាត្មាចំនួនលោកតាប្រហែលជានៅមិនយូរជាមួយប្រហែលអាត្មានៅយូរបន្តិចមើលទៅស្មាតោតាមជួនកៅហើយជួនលោកច្រើនហើយលោកលេះបងច្រើនហើយសម្រាប់ក្មួយក្មេងពេលទៅថ្ងៃអនាគតបើបានខ្លាយជាមេដឹកនាំមិនថាកម្រិតណាទេក្មួយត្រូវស្រឡាញ់ជាតិត្រូវស្រឡាញ់ជាតិស្រឡាញ់នគរមួយឈ្មោះនគរខ្មែរកុំបានខ្លាយទៅជាមេដឹកនាំហើយរੂតែវិធីទាញយកតែផលប្រយោជន៍ដើម្បីខ្លួនឯងពីជាតិនេះជាអ្វីគ្រប់យ៉ាងទាំងអស់ជាមេត្តាជាម្ដាយដែលចិញ្ចឹមយើងដែលឲ្យយើងអ្វីគ្រប់យ៉ាងដោយសារជាតិហ្នឹងអញ្ចឹងទៅថ្ងៃអនាគតខ្លាយជាមេដឹកនាំកូនត្រូវតែស្រឡាញ់ជាតិហើយជាតិនេះសំខាន់ណាស់បើយន់សេញជាតិស្លាប់ថ្ងៃនេះកម្ពុជានៅតែមានតែបើកម្ពុជាស្លាប់ថ្ងៃនេះយើង7 10 លាននាក់ងាប់ទាំងអស់ពេលដែលស្រឡាញ់ជាតិកសាងជាតិកុំព្យាយាមយោគុណបំណាច់អំពីជាតិមិនជំពាក់គុណយើងទេគឺយើងដែលជាអ្នកជំពាក់គុណជាតិអញ្ចឹងយើងត្រូវតែកសាងត្រូវតែការពារទឹកដីឲ្យបានការពារមិនបានពួកយើងគ្មានកន្លែងជ្រក់ទេគ្មានទេកុំព្យាយាមធ្វើអាប៉ូឡូទៅឋានភពព្រះអង្គានោះអត់ទេមិនបាច់ទេគ្មានទឹកផឹកទេនោះអត់ទេហើយគ្មានអ្នកណានឹងចែករំលែកទឹកដីឲ្យយើងទេអត់ទេស្រឡាញ់ហើយពេលដែលឡើងคล้ายទៅជាមេដឹកនាំណាកម្រិតណាក៏ដោយស្រឡាញ់ទាំងអស់នៃប្រជាជាតិសិល្បៈសាសនាសរសាស្ត្រយោធាវប្បធម៌ប្រពៃណីអ្វីទាំងអស់ដែលជាកោសិកានៃជាតិដែលធ្វើឲ្យជាតិរុងរឿងបាននេះកូនត្រូវតែស្រឡាញ់កុំឲ្យធ្វើទៅហ៊ានទៅជាមិនចូលចិត្តពេទ្យបានកាន់ពេទ្យទៅជាមិនចូលចិត្តវត្តបានបួសគិតទៅពីទេសនាបតោះប្រអាប់គេអត់ទេជាតិនេះវាត្រូវការគ្រប់ជ្រុងទាំងអស់ស្មាព្រះអង្គទៅច្រៀងកើតព្រះអង្គចេះច្រៀងដោយកញ្ញាស្អីស្អីវ៉ាវ៉ាមិញនោះ
ហើយស្មានថាវ៉ានឹងចេះសូត្រធម៌បានតែមកប្រជុំនឹងលោកហើយណាពេលដែលមានវិបត្តិសន្តិសុខនៅលើទឹកដីនៅទល់ដែនស្មានថាពួកយើងនឹងកាន់កំភ្លើងបានបើមិនសង្ឃឹមអស់លោកយោធាឃើញទេពេលដែលយើងឈឺអស់លោកទៅជួបលោកតាមិនចេះពេកទេណាយើងមិនទៅកាលម៉េចអញ្ចឹងយើងមិនសង្ឃឹមលោកគ្រូពេទ្យចុះត្រូវការដេញវេលារៀបមង្គលការមិនត្រូវអាចារ្យឃើញទេកោសិកានៃសង្គមមួយទាំងអស់ហ្នឹងគឺមានសារៈសំខាន់ដូចគ្នាអញ្ចឹងមេដឹកនាំត្រូវតែទទួលស្គាល់ត្រូវតែមើលឃើញសារៈសំខាន់នៃកោសិកាសង្គមនីមួយស្ថាប័ននីមួយទាំងអស់គ្នាហ្នឹងថាជារឿងដែលចាំបាច់បំផុតតែអាត្មាសង្វេគពេលដែលឃើញអ្នកនៅក្នុងស្ថាប័នមួយប្រមាថស្ថាប័នមួយអ្នកនៅក្នុងស្ថាប័នមួយទៀតប្រមាថស្ថាប័នមួយទៀតហេតុអី why ហេតុអីយើងក៏ឆោតម្លេះវាប្រទេសជាតិហ្នឹងវាដូចទឹកដីវារួងកាយហ្នឹងចុះបើយើងខូចភ្នែកមកជាហៀងឬក៏ទាំងពីរយើងដើរការដែរចុះបើយើងភ្លឺភ្នែកយើងដាច់ជើងទាំងពីរយើងដើរការដែរវាអត់ទេវាត្រូវការទាំងអស់ទាំងពីអប់រំទាំងអីទាំងអស់អញ្ចឹងក្នុងភាពជាមេដឹកនាំក្មួយក្មេងទៅថ្ងៃអនាគតក្មួយត្រូវការពារទឹកដីឲ្យស្រឡាញ់គ្រប់ស្ថាប័ននៃប្រជាជាតិទាំងអស់ទើបស្រុកយើងរីកចម្រើនសូមអរគុណ